កម្ពុជាមានសន្ទុរភាពមធ្យមអតិបរមាចន្លោះចាប់ពី35ទៅ37អង្សាសេនៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេសនេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមសម្ពាធទាបដែលក្រុមដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គឈូងសមុទ្រថៃនិងលើប្រជាជាតិកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី2ដល់ថ្ងៃទី4ខែឧសភាឆ្នាំ2025តំបន់បឹងទំនាបសីតុណ្ហភាពមធ្យមបរិមាណ25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុងវិនាទីដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 20% តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមបរិមាណ25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុងវិនាទីដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 25% តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមបរិមាណ25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសមជ្ឈិមនិងទិសនិរតីមានល្បឿនមធ្យម2ម៉ែត្រក្នុងវិនាទីដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 30% អាស្រ័យតំបន់ជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន